ការបង្ហាញរឿងពុទ្ធិសែននាងកង្រីដើមកំណើតនិងទុក្ខសោកនៃគ្រួសារសេដ្ឋីកាលពីព្រេងនាយមានសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិស្តុកស្តម្ភរស់នៅក្នុងនគរមួយយ៉ាងសុខសាន្តជាអកុសលក្រោយពីមានកូនស្រីដល់ទៅ12នាក់ទ្រព្យសម្បត្តិទាំងឡាយក៏ចាប់ផ្ដើមរលាយអស់គ្រួសារសេដ្ឋីធ្លាក់ខ្លួនក្រខ្សត់រហូតរកអង្គច្រកឆ្នាំងស្ទើរមិនបានដោយភាពតច្រកសេដ្ឋីជាឪពុកសម្រេចចិត្តនាំកូនទាំង12ទៅបោះបង់ចោលក្នុងព្រៃជ្រៅនាងទាំង12នាក់យំសោកបោកខ្លួនក្នុងព្រៃរកផ្លូវត្រឡប់មកផ្ទះវិញមិនឃើញពួកគេបានដើររហូតមកដល់អាណាចក្ររបស់យក្សឈ្មោះនាងសន្ធមានាងសន្ធមាឃើញក្មេងស្រីទាំង12មានរូបឆោមស្អាតក៏កាត់ចិត្តអាណិតនិងយកទៅចិញ្ចឹមនាងសន្ធមាបានក្រឡាខ្លួនជាមនុស្សដើម្បីកុំឲ្យក្មេងទាំងនោះមានការភ័យខ្លាចនាងទាំង12រស់នៅជាមួយយក្សដោយមិនដឹងខ្លួនរហូតដល់ពេញវ័យក្រមុំថ្ងៃមួយពួកគេបានឃើញឆ្អឹងមនុស្សនិងសត្វនៅក្រោយប្រាសាទទើបដឹងថាម្ដាយចិញ្ចឹមខ្លួនជាយក្សការរត់គេចនិងការជួបព្រះបាទរថសិទ្ធិនាងទាំង12នាំគ្នារត់ចេញពីបរិយៈទាំងយប់អាធ្រាត្រនាងសន្ធមាដឹងខ្លួនក៏ដេញតាមប៉ុន្តែនាងទាំង12បានបន់ស្រន់រកទេវតាជួយពួកគេបានមកដល់នគរព្រះបាទរថសិទ្ធិដែលជាស្ដេចសោយរាជ្យដោយធម៌ព្រះបាទរថសិទ្ធិបានឃើញនាងទាំង12ក៏ចាប់ចិត្តប្រពន្ធលើសម្រស់របស់ពួកគេព្រះអង្គបានលើកនាងទាំង12នាក់ធ្វើជាមហេសីក្នុងពេលតែមួយដំណឹងនេះបានលេចជឿទៅដល់ត្រចៀកនាងសន្ធមាដែលកំពុងខឹងសម្បាយ៉ាងខ្លាំងនាងសន្ធមាបានរៀបកលល្បិចក្រឡាខ្លួនជាស្រីស្អាតលើសអស់ស្រីទាំងពួងនាងបានចូលមកក្នុងវាំងនិងប្រើមន្តស្នេហ៍ដាក់ព្រះបាទរថសិទ្ធិឲ្យលងស្រឡាញ់ខ្លួនព្រះបាទរថសិទ្ធិចាប់ផ្ដើមងប់ងល់នឹងនាងសន្ធមារហូតភ្លេចមហេសីទាំង12នាក់នាងសន្ធមាបានញុះញង់ឲ្យព្រះរាជាស្អប់នាងទាំង12ដោយចោទថាជាស្រីចង្រៃទុក្ខវេទនាក្នុងរណ្ដៅនិងការចាប់កំណើតពុទ្ធិសែនព្រះបាទរថសិទ្ធិបង្ជាឲ្យពេជ្ឈឃាតខ្វះភ្នែកនាងទាំង12នាក់ភ្លាមនាងពៅដែលជាកូនស្រីតូចជាងគេត្រូវបានគេខ្វះភ្នែកតែម្ខាងដោយសារបុណ្យបារមីនាងទាំង12ត្រូវបានយកទៅបោះចោលក្នុងរណ្ដៅជ្រៅមួយក្បែរវាំងក្នុងស្ថានភាពអត់ឃ្លាននាងទាំង11នាក់ដែលសម្រាលកូនមកបានកាត់សាច់កូនចែកគ្នាឆេចំណែកនាងពៅកាលបើសម្រាលកូនប្រុសមកក៏លាក់ទុកមិនឲ្យបងដឹងឡើយនាងពៅបានដាក់ឈ្មោះកូននោះថាពុទ្ធិសែនធំដឹងក្តីក្នុងរណ្ដៅងឹតប៉ុន្តែមានបញ្ញាភ្លឺថ្លាលើសក្មេងទូទៅថ្ងៃមួយពុទ្ធិសែនបានសុំម្ដាយចេញទៅលេងខាងក្រៅដើម្បីរកចំណីទេវតាបានជួយបើកផ្លូវឲ្យពុទ្ធិសែនឡើងមកលើដីបានដោយងាយពុទ្ធិសែនបានចាប់ផ្ដើមចិញ្ចឹមមាន់ជលដើម្បីភ្នាល់យកបាយមកចិញ្ចឹមម្ដាយនិងម្ដាយមីងលបែងជលមាន់និងការចូលវាំងមាន់ជលរបស់ពុទ្ធិសែនមិនដែលចាញ់ឡើយព្រោះជាមាន់ទើបរាល់ពេលឈ្នះពុទ្ធិសែនសុំតែបាយ12កញ្ចប់ប៉ុណ្ណោះធ្វើឲ្យអ្នកស្រុកមានការងឿងឆ្ងល់ដំណឹងនេះបានល្បីទៅដល់ព្រះបាទរថសិទ្ធិដែលជាអ្នកចូលចិត្តលបែងជលមាន់ដែរព្រះអង្គបានហៅពុទ្ធិសែនមកជលមាន់ក្នុងវាំងពុទ្ធិសែនបានឈ្នះភ្នាល់ជាមួយព្រះរាជាដែលធ្វើឲ្យព្រះអង្គមានការកោតសរសើរខ្លាំងព្រះបាទរថសិទ្ធិមានអារម្មណ៍ស្រឡាញ់ពុទ្ធិសែនដូចជាកូនបង្កើតព្រះអង្គបានទទួលពុទ្ធិសែនមកចិញ្ចឹមនៅក្នុងព្រះរាជវាំងនាងសន្ធមាកាលបើដឹងថាពុទ្ធិសែនជាកូននាងពៅក៏ចាប់ផ្ដើមភ័យខ្លាចនិងខឹងសម្បានាងដឹងថាពុទ្ធិសែននឹងក្លាយជាអ្នកកម្ចាត់នាងនៅថ្ងៃណាមួយនាងសន្ធមាក៏ចាប់ផ្ដើមធ្វើពុតជាឈឺធ្ងន់ដើម្បីរៀបកលល្បិចកម្ចាត់ពុទ្ធិសែនការធ្វើដំណើរទៅបរិយៈនាងសន្ធមាប្រាប់ព្រះរាជាថាមានតែផ្លែភ្នែកនិងថ្នាំទិព្វនៅក្នុងនគរយៈទើបព្យាបាលនាងបានពុទ្ធិសែនដោយក្តីតញោចំពោះឪពុកនិងម្ដាយចុងក៏ស្ម័គ្រចិត្តទៅយកថ្នាំនោះនាងសន្ធមាបានសរសេរសម្បត្តិមួយច្បាប់ឲ្យពុទ្ធិសែនកាន់ទៅផ្ញើនាងកង្រីជាកូនក្នុងសម្បត្តិមានខ្លឹមសារខូខើបើមកដល់យប់ស៊ីយប់បើមកដល់ថ្ងៃស៊ីថ្ងៃពុទ្ធិសែនជិះសេះទិព្វចាក់ចេញពីនគរឆ្ពោះទៅកាន់ទីខាងជើងតាមផ្លូវពុទ្ធិសែនមានការហត់នឿយក៏ចូលសម្រាកនៅក្បែរអាស្រមព្រះឥសីបានប្រាជ្ញាដឹងថាពុទ្ធិសែននឹងត្រូវគ្រោះថ្នាក់ដល់ជីវិតព្រះឥសីបានលួចបើកសម្បត្តិមើលនិងលុបអក្សរស៊ីចេញរួចជំនួសដោយពាក្យរៀបការសម្បត្តិថ្មីคล้ายជាបើមកដល់យប់រៀបការយប់បើមកដល់ថ្ងៃរៀបការថ្ងៃពុទ្ធិសែនភ្ញាក់ពីដេកក៏បន្តដំណើរទៅមុខដោយមិនដឹងថាវាសនាខ្លួនត្រូវបានផ្លាស់ប្ដូរឡើយការជួបនាងកង្រីនិងអាពាហ៍ពិពាហ៍ពេលមកដល់បរិយៈពួកយក្សយាមទ្វារឃើញសម្បត្តិក៏នាំពុទ្ធិសែនទៅជួបនាងកង្រីនាងកង្រីកាលបើឃើញពុទ្ធិសែនក៏លងស្រឡាញ់ភ្លាមព្រោះពុទ្ធិសែនមានរូបសង្ហានាងអានសម្បត្តិឃើញម្ដាយបង្ជាឲ្យរៀបការក៏រៀបចំពិធីមង្គលការយ៉ាងអធិកអធមពុទ្ធិសែននិងនាងកង្រីបានក្លាយជាប្តីប្រពន្ធនិងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនាងកង្រីស្រឡាញ់ពុទ្ធិសែនខ្លាំងណាស់នាងមើលថែប្តីមិនឲ្យទាស់ចិត្តឡើយពុទ្ធិសែនក៏ចាប់ផ្ដើមមានចិត្តអាណិតនិងស្រឡាញ់នាងកង្រីវិញដែរប៉ុន្តែរៀងរាល់យប់ពុទ្ធិសែនតែងតែនឹកឃើញដល់ទុក្ខវេទនារបស់ម្ដាយក្នុងរណ្ដៅពុទ្ធិសែនបានស៊ើបសួរនាងកង្រីអំពីកន្លែងទុកភ្នែកម្ដាយនិងថ្នាំទិព្វដោយក្តីស្រឡាញ់និងការទុកចិត្តប្តីនាងកង្រីបានបង្ហាញអាចកំបាំងទាំងអស់នាងបានបង្ហាញប្រអប់ដាក់ភ្នែកទាំង12គូនិងថ្នាំទិព្វដែលស្ថិតក្នុងបន្ទប់សម្ងាត់ផែនការចាក់ចេញពីបរិយៈពុទ្ធិសែនដឹងថាបើនៅទីនេះយូរម្ដាយរបស់លោកនឹងត្រូវស្លាប់ក្នុងរណ្ដៅជាមិនខានលោកសម្រេចចិត្តថានឹងត្រូវលួចយកភ្នែកនិងថ្នាំទិព្វត្រឡប់ទៅវិញថ្ងៃមួយពុទ្ធិសែនរៀបចំពិធីផឹកស្រាជប់លៀងយ៉ាងធំក្នុងបរិយៈលោកបានលួងលោមនាងកង្រីឲ្យផឹកស្រាជាច្រើនដើម្បីឲ្យនាងដេកលក់នាងកង្រីដោយមិនសង្ស័យក៏ផឹកស្រាតាមការលួងលោមប្តីរហូតស្រវឹងជោគជាំ ពួក
ពួកបរិវារយៈទាំងអស់ក៏ដេកលក់អស់ដែរដោយសារឫទ្ធិអំណាចស្រាទឹកឃើញឱកាសល្អពុទ្ធិសែនក៏លួចយកប្រអប់ភ្នែកនិងថ្នាំទឹកដាក់ក្នុងថង់លោកបានលួចថាបក្បាលនាងកង្រីជាចុងក្រោយទាំងទឹកភ្នែកនិងការស្ដាយស្រណោះពុទ្ធិសែនឡើងជិះសេះទឹកនិងហោះចេញពីបរិយាយ៉ាងលឿនបំផុតសេះទឹកបាននាំពុទ្ធិសែនសម្ដៅទៅកាន់នគរព្រះបាទរថសិទ្ធិវិញការដេញតាមនឹងក្តីសោកសៅមាត់ច្រាំងនាងកង្រីភ្ញាក់ឡើងមិនឃើញប្តីក៏រត់រកពេញប្រាសាទពេលឃើញប្រអប់ភ្នែកនិងថ្នាំទឹកបាត់ក៏ដឹងថាពុទ្ធិសែនលួចរត់ចោលនាងហើយនាងយំសោកយ៉ាងខ្លាំងនិងហោះដេញតាមពុទ្ធិសែនទាំងចិត្តក្តៅក្រហាយនាងស្រែកហៅប្តីបងពុទ្ធិសែនឲ្យហេតុអ្វីបានជាបងដាច់ចិត្តចោលអូនយ៉ាងនេះពុទ្ធិសែននៅសម្រែកប្រពន្ធក៏មានចិត្តអាណិតប៉ុន្តែមិនអាចឈប់បានឡើយនាងកង្រីដេញតាមកាន់តែចិត្តពុទ្ធិសែនក៏ដកថ្នាំទឹកមកសាច់រាំងផ្លូវថ្នាំទឹកបានคล้ายជាភ្នំខ្ពស់រារាំងមិនឲ្យនាងកង្រីឆ្លងបាននាងកង្រីបានខំប្រឹងជំនះឧបសគ្គភ្នំរហូតមកដល់មាត់ទន្លេដ៏ធំមួយពុទ្ធិសែនសាច់ថ្នាំម្យ៉ាងទៀតបង្កើតជាសមុទ្រភ្លើងនិងទឹកដែលពុះកញ្ជ្រោលនាងកង្រីឈរនៅមាត់ច្រាំងយំសោកបោកខ្លួនរហូតដល់ដាច់ខ្យល់ស្លាប់នៅទីនោះឯងការវិលត្រឡប់និងការសង្គុណម្ដាយសាកសពរបស់នាងកង្រីបានដេកស្ដុកស្ដឹងនិងคล้ายទៅជាភ្នំមួយដែលគេហៅថាភ្នំនាងកង្រីពុទ្ធិសែនមកដល់នគរវិញទាំងចិត្តសង្វេគជាពន់ពេកចំពោះភរិយាលោកបានចូលទៅក្នុងរណ្ដៅភ្លាមដើម្បីជួបម្ដាយនិងម្ដាយមីងពុទ្ធិសែនយកភ្នែកនីមួយមកដាក់ឲ្យម្ដាយនិងម្ដាយមីងទាំង11នាក់វិញលោកប្រើថ្នាំទឹកភ្លាភ្នែកធ្វើឲ្យពួកគេមើលឃើញច្បាស់ដូចដើមវិញភ្លាមភាពត្រេកអរបានរីកសាយភីពេញរណ្ដៅងឹតពុទ្ធិសែនបាននាំម្ដាយនិងម្ដាយមីងឡើងមកលើដីវិញលោកបានចូលទៅគាល់ព្រះបាទរថសិទ្ធិនិងបង្ហាញការពិតគ្រប់យ៉ាងព្រះបាទរថសិទ្ធិភ្ញាក់រលឹកនិងដឹងកំហុសរបស់ព្រះអង្គដែលលងជាយៈព្រះអង្គបានបញ្ជាឲ្យគេនាំនាងទាំង12មកគង់ក្នុងវាំងជាធម្មតាវិញទីបញ្ចប់និងនិមិត្តរូបភ្នំនាងសន្មាដឹងខ្លួនថាត្រូវគេបើកមុខមាត់ពិតក៏ប្រុងនឹងហែកស៊ីពុទ្ធិសែនប៉ុន្តែពុទ្ធិសែនមានអាវុធទិព្វក៏បានប្រយុទ្ធនិងសម្លាប់នាងសន្មាបានជោគជ័យនគរទាំងមូលវិលមករកភាពសុខសាន្តឡើងវិញព្រះបាទរថសិទ្ធិបានប្រគល់រាជសម្បត្តិឲ្យពុទ្ធិសែនសោយរាជបន្តទោះបីជាសោយរាជមានអំណាចខ្លាំងក្លាពុទ្ធិសែនតែងតែអង្គុយសម្លឹងទៅទិសខាងជើងជានិច្ចលោកនឹកដល់នាងកង្រីដែលស្លាប់ដោយសារក្តីស្រឡាញ់ចំពោះលោករឿងរ៉ាវនេះត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រនិងរឿងព្រេងខ្មែរជារៀងរហូតមកភ្នំនាងកង្រីនៅខេត្តកំពង់ឆ្នាំងបានក្លាយជាសាក្សីនៃសេចក្តីស្នេហាដ៏កំសត់នេះអ្នកស្រុកតែងតែនិយាយថានាងកង្រីនៅចាំប្តីជានិច្ចទោះបីជាក្លាយជាភ្នំក៏ដោយរឿងនេះបានបញ្ចប់ទៅដោយការបង្រៀនអំពីកតញ្ញូធម៌កំហុសនៃសេចក្តីលោភលន់និងអានុភាពនៃសេចក្តីស្នេហា